ជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូ demo ជាមួយនឹង Spring Web MVC ដែលយើងប្រើប្រាស់ជាមួយនឹង DTO អញ្ចឹងដូចយើងបានដឹងហើយ DTO ពាក្យពេញរបស់វាមិន Data Transfer Object ហើយតួនាទីរបស់វាគឺវាជា object មួយដែលតួនាទីសម្រាប់ carry data រវាង controller ជាមួយនឹង service ដូច example ថានៅពេលដែល user គាត់ send request មកទៅកាន់ endpoint ណាមួយនៅពេលហ្នឹង controller មិនជាអ្នក respond ទៅកាន់ user request អញ្ចឹង controller ត្រូវការ call នៅ service ក៏ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់នៅ DTO pattern នៅពេលដែលយើង design pattern នៃការប្រើប្រាស់ DTO អញ្ចឹងនៅពេលហ្នឹង controller របស់យើងគឺជាអ្នក call DTO វិញហើយ DTO បាន call service មកតង់ទៀតអញ្ចឹងវាជួយទីមួយវាអាចជួយ security របស់យើងនៅក្នុង application របស់យើងដោយយើងអត់ចាំបាច់មាននៅយើងអត់ចាំបាច់ call នៅ service ដោយផ្ទាល់យើង call នៅ DTO ហើយមួយទៀតយើងអាច validation ទៅលើ DTO របស់យើងបានមានថាយើងអាចធ្វើការ validation ផ្សេងៗហ្នឹងទៅអញ្ចឹងអានេះជា project structure របស់យើងមានដូចជា controller សម្រាប់ទទួលការ send request ពី user យើងមាននៅ DTO ទៅអញ្ចឹង DTO យើងបង្កើតនៅ package DTO មួយទៅហើយ DTO នេះយើងផ្ទុកនៅ DTO ផ្សេងៗដូចជាមាន user response DTO នៅពេលដែល user send request មកយើងធ្វើការទាញ data ទៅឲ្យ user update user request DTO មានន័យថានៅពេលដែល user send data ហ្នឹងមកវិញទៅពេលដែល update create user request DTO មានន័យថានៅពេលដែល user គាត់បង្កើត data ថ្មីហ្នឹងទៅអញ្ចឹងគាត់ត្រូវការ send request មកកាន់ database យើងវិញអញ្ចឹងមាន error response DTO handle ទៅលើ error ហើយយើងមាននៅ exception អញ្ចឹង exception នេះយើងមាននៅ global exception មួយដែល global exception នេះវានឹងធ្វើការ validation ទៅលើការ request របស់ user បើសិនជាវា false វានឹងទៅធ្វើការនៅក្នុង global exception នេះ handle ផ្សេងៗទៅយើងមាន mapper នេះគឺវា map រវាង user response DTO create user request DTO update user request DTO ជាមួយនឹង user មានន័យថាវាជួយ map ឧបមាថាដូចនៅក្នុង user របស់យើងមាន entity user យើងមាន field password អញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលយើងចង់ឲ្យគេ get all user យើងអត់ចង់ឲ្យមាន field password ទៅ get all user មួយគេទេអញ្ចឹងនៅពេលហ្នឹងយើងមាននៅ mapper មួយដែលវាយើង map យកតរបស់អីដែលយើងចង់វាបង្ហាញតែប៉ុណ្ណឹងយើងមាននៅ repository ធ្វើការជាមួយ database ក៏ប៉ុន្តែនៅត្រង់ចំណុចនេះខ្ញុំប្រើប្រាស់នៅ static data យើងមាននៅ service ដែលយើង define នៅ business logic របស់យើងអញ្ចឹងstart ដំបូងនៅក្នុង user entity នេះខ្ញុំមាននៅ field ប៉ុណ្ណេះមាន ID មាន first name last name email password phone number create date update អញ្ចឹងទៅហើយនៅក្នុង user response DTO អញ្ចឹងអានេះជា user response DTO អញ្ចឹង user response DTO នេះមានន័យថានៅពេលដែល user ធ្វើការ send request ទៅ send request get all user អញ្ចឹងមានតែ field ប៉ុណ្ណេះទេដែលខ្ញុំអាចឲ្យគេ get all ទៅបានដូចនៅក្នុង user យើងឃើញថាវាមាន field password មួយទៀតក៏ប៉ុន្តែនៅក្នុង user response DTO របស់យើងអត់មាន field password ទៅទេមានន័យថាយើងអត់ឲ្យ password ចេញទៅខាងក្រៅទេឲ្យវានៅតែក្នុង database យើងចឹងទៅអញ្ចឹងនៅពេលហ្នឹងយើងត្រូវការ mapper មួយដែល mapper ពេលនេះខ្ញុំប្រើនៅ library មួយឈ្មោះថា mapstrack ដែលវាជា auto generate mapper យើងចឹងអញ្ចឹងmapper នេះគឺ mapper ពី user គឺ mapper user from DTO អញ្ចឹងវាធ្វើការ map ពី user នេះមកកាន់ user response DTO ហើយនៅពេលដែល service អញ្ចឹង service របស់យើងនៅពេលដែលget user by ID get user by ID get all user អញ្ចឹង service របស់យើងនៅពេលដែល service របស់យើងគឺវា return ជា user response DTO ដោយសារគេមានន័យថា role field បើសិនជា service របស់យើង list នៃ user អញ្ចឹងយើងឃើញថាសំបីតា password នេះក៏វាមកដែរ
ប៉ុន្តែយើងអត់ចង់ឲ្យ password មកទេអញ្ចឹង service របស់យើងមិន list នៃ user response DTO អញ្ចឹងមានន័យថានៅក្នុង user response DTO យើងអត់មាន password ទៅទេហើយ user response DTO អញ្ចឹងយើងមាននៅ method get all user អញ្ចឹងទៅហើយយើងនៅ user repository .find all អញ្ចឹងទៅហើយយើងទៅ get all user មកហើយយើង return វិញជា list អញ្ចឹងទៅអញ្ចឹងនៅពេលដែល controller call get all user អញ្ចឹងយើងឃើញថា controller របស់យើងនៅពេលហ្នឹងគឺវាuser response DTO នេះយើងឃើញថា controller របស់យើងនៅពេលហ្នឹងគឺវា call នៅគឺវា call នៅ response controller របស់យើងពេលហ្នឹងគឺវា call នៅ DTO ហើយវាធ្វើការ request នៅ response នៅ DTO ហ្នឹងមកវិញមានន័យថា controller យើងពេលហ្នឹងវាលែង call service វា call DTO មកវិញអញ្ចឹង result នៅពេលដែលយើង get all user នៅពេលហ្នឹងយើងនឹងទទួលបាន user មក80 API user API user user មាន S អញ្ចឹងនៅពេលហ្នឹងយើងនឹង get all user មកទាំងអស់ហើយយើងឃើញថាវាជួយយើងឃើញថានៅពេលហ្នឹង password របស់យើងលេងមកទៀតហើយគឺវាមកតែ field ណាដែលយើងចង់ឲ្យវាមកតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនឧបមាថាយើងចង់បិទអត់ឲ្យ ID មកអញ្ចឹងនៅក្នុង user response DTO យើងធ្វើការបិទ ID ដែរមកបិទកុំឲ្យ ID មក rerun នៅក្នុងនេះអត់មាន ID ទេអញ្ចឹងយើងធ្វើការ refresh វាអញ្ចឹងយើងឃើញថាវាបាត់ ID ឯងអញ្ចឹងមានន័យថាប្រហែលថាបើសិនជាយើងអត់ចង់ឲ្យ data ណា leak មកយើងគ្រាន់តែបិទនៅក្នុង user response DTO របស់យើងមកអញ្ចឹងនៅពេលហ្នឹងគឺវា data អត់មកហើយបើសិនជាយើងកន្លែង service នេះបើសិនជានៅត្រង់ service នេះយើង list all នៃ user មកអញ្ចឹងនៅពេលហ្នឹង raw data របស់ user វានឹងមកទាំងអស់ហើយសូម្បីតែប្រភេទ sensitive data ដែលយើងអត់ចង់ឲ្យវាឲ្យអ្នកផ្សេងឃើញអត់ចង់ឲ្យ front end យកក៏វានៅតែទៅដដែលហ្នឹងអញ្ចឹងវាបាត់បង់នៅ security របស់យើងហើយអញ្ចឹងលក្ខណៈរបស់ DTO គឺត្រង់ចំណុចហ្នឹង